ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះកូនខេតមកចែករំលែកទាក់ទងជាមួយនឹងប្រធានបទមួយដែលជាចម្លើយឆ្លើយតបទៅកាន់បងប្អូនមួយចំនួនដែលភាគច្រើនខ្ញុំនិយមទទួលបានជាមួយនឹងសំណួរសួរថាបងយើងហាត់ប្រាណប៉ុន្មានខែឬក៏ប៉ុន្មានឆ្នាំទៅបានផលបងហើយបើសិនជាខ្ញុំចូលហាត់ប្រាណដូចបងអញ្ចឹងខ្ញុំទទួលបានផលដូចបងអត់ហើយសំណួរខ្លះទៀតបងប្អូនគឺសួរថាបងខ្ញុំហាត់យូរហើយតែខ្ញុំអត់បានផលសោះខ្ញុំអត់ឃើញប្លែកអត់ឃើញទៅមុខសោះខ្ញុំប្រហែលបោះបង់ហើយបែបនេះជាដើមបងប្អូនការពិតទៅការហាត់ប្រាណគឺមិនមែនប្រើរយៈពេលតិចឬក៏ប្រើរយៈពេលខ្លីហើយទទួលបានផលល្អដូចចិត្តយើងចង់បានទេបងប្អូនការហាត់ប្រាណទាមទារឲ្យយើងព្យាយាមតស៊ូអត់ធ្មត់ហើយនឹងមានផ្លូវចិត្តរឹងមាំបងប្អូនបើសិនជាបងប្អូនអត់ចេះអត់ធ្មត់តស៊ូព្យាយាមប្រើប្រាស់ពេលវេលាទេហើយបើសិនជាផ្លូវចិត្តបងប្អូនអត់រឹងមាំគេនិយាយតែបន្តិចបងប្អូនបោះបង់អ្នកជុំវិញខ្លួនថាតែបន្តិចបងប្អូនបាក់ទឹកចិត្តក៏បងប្អូនមិនបាច់ចូលមកហាត់ប្រាណដែរព្រោះថាការហាត់ប្រាណគឺកើតចេញពីការតាំងចិត្តអារម្មណ៍រឹងមាំផ្លូវចិត្តល្អមានចិត្តតស៊ូអំណត់ព្យាយាមទៅដល់គោលដៅណាបងប្អូនណាបើសិនជាបងប្អូនចង់ទទួលបានផលលឿនបងប្អូនទៅពេទ្យចាក់ស៊ីលីកូនអាហ្នឹងលឿនតែបើថាយើងចូលហាត់ប្រាណគឺមិនងាយទេបងប្អូនយើងត្រូវប្រើប្រាស់ពេលវេលាអញ្ចឹងដូចគ្នាជាមួយនឹងផ្លូវចិត្តជាមួយនឹងអារម្មណ៍បងប្អូនត្រូវតែតាំងចិត្តឲ្យល្អជឿជាក់លើខ្លួនឯងកុំជឿទៅលើពាក្យសម្ដីរបស់មនុស្សជុំវិញខ្លួនមិនខ្វះទេបងប្អូនបើសិនជាបងប្អូនធាត់បងប្អូនចូលហាត់ប្រាណមនុស្សជុំវិញខ្លួនបងប្អូននិយាយតែបន្តិចបើបងប្អូនបាក់ទឹកចិត្តបងប្អូននឹងលែងដល់គោលដៅហ្មងមិនខ្វះទេមនុស្សនៅជុំវិញខ្លួនយើងដែលចាំបន្តបង្អាប់រិះគន់នៅរូបរាងរបស់យើងឧទាហរណ៍ថាបងប្អូនធាត់បងប្អូនចូលហាត់ប្រាណដើម្បីសម្រករាងគេប្រកាសជានិយាយថាណាហែងហាត់ប្រាណយូរហើយគ្មានឃើញទៅណាទេដូចធាត់ទៅមកចេះបងប្អូនកុំអស់សង្ឃឹមហើយកុំបាក់ទឹកចិត្តព្យាយាមជឿជាក់លើខ្លួនឯងគ្មានអីសំខាន់ជាងខ្លួនយើងទេបងប្អូនព្យាយាមវាស់ចកេះខ្លួនឯងថ្លឹងគីឡូខ្លួនឯងបើសិនជាគីឡូបងប្អូនស្រកអាហ្នឹងយើងខ្លាំងទេបងប្អូនយើងទទួលបានផលទេហើយចកេះបងប្អូនយើងវាស់ទៅយើងមើលតាមលេខទៅយើងកុំជឿទៅលើពាក្យសម្ដីរបស់មនុស្សជុំវិញខ្លួនកុំងាយបាក់ទឹកចិត្តបងប្អូនព្យាយាមគង់តែបានសម្រាប់ទេណាបងប្អូនណាមិនថាសម្រាប់អ្នកដែលហាត់ប្រាណចង់ដំឡើងគីឡូយករៀងឬក៏អ្នកហាត់ប្រាណចង់សម្រករៀងឲ្យស្គមទេគឺត្រូវតែមានចិត្តរឹងមាំកុំចោះចាញ់ជាមួយនឹងពាក្យប៊ូលីមនុស្សជុំវិញខ្លួនជាអត់ខ្វះទេអ្នកណាក៏ជួបខ្ញុំក៏ជួបដែរបងប្អូនអញ្ចឹងខ្ញុំជឿលើខ្លួនឯងព្រោះមានគីឡូមានលេខដែលយើងវាស់ឃើញពិតប្រាកដត្រឹមត្រូវចាក់ស្ដែងណាយើងអត់ជឿទៅលើពាក្យសម្ដីគេទេយើងថ្លឹងគីឡូយើងមានខ្សែម៉ែត្រវាស់ចកេះវាស់ដើមដៃវាស់តាគៀកយើងដឹងគីឡូយើងពីមុនប៉ុន្មានតាំងពីចូលហាត់មកប៉ុន្មានយើងត្រូវជឿជាក់លើខ្លួនឯងយើងកុំអស់សង្ឃឹមទៅលើពាក្យសម្ដីរបស់មនុស្សជុំវិញខ្លួនព្រោះมันខ្វះទេអ្នកដែលចាំបំបាក់ទឹកចិត្តណាអញ្ចឹងព្យាយាមធ្វើចិត្តឲ្យរឹងមាំប្រើប្រាស់អារម្មណ៍ឲ្យល្អហើយខិតខំព្យាយាមតស៊ូទាំងអស់គ្នាព្យាយាមគង់បានសម្រេចណាបងប្អូនណាអរគុណជួបគ្នាវីដេអូក្រោយ Thank you